បាទយើងចូលលំហាត់លេខ4បាទលំហាត់លេខ4នៅក្នុងមេរៀនចលនាប្លង់ដដែលអញ្ចឹងគេថាគេមានកន្សោមល្បឿន vector v ស្មើដក3ម៉ែត្រក្នុង1វិនាទី vector e តាមទិស x បូក4ម៉ែត្រក្នុង1វិនាទី vector z តាមទិស y ហ្នឹងណាគេសួរតើទំហំស្កាឡេ c ត្រូវមានតម្លៃប៉ុន្មានដើម្បីឲ្យតម្លៃដាច់ខាតនៃ c គុណជាមួយ v នេះស្មើនឹង10ម៉ែត្រអញ្ចឹងគេសួររកតម្លៃ c នេះណាតម្លៃ c ហ្នឹងអញ្ចឹងកន្លែងនៅក្នុងតម្លៃដាច់ខាតហ្នឹងគេចង់និយាយថាc ឬក៏ c ហ្នឹងណាបាទយើងនិយាយ c ណា c គុណជាមួយនឹង v ហ្នឹងគឺវាស្មើនឹង10បាទគេដាក់តម្លៃដាច់ខាតគឺគេចង់តម្លៃវិជ្ជមានគេអត់ចង់ឲ្យវាមានតម្លៃអវិជ្ជមានទេបាទអញ្ចឹងយើងកុំតន់ខ្វល់រឿងតម្លៃដាច់ខាតហ្នឹងសំខាន់តើយើងត្រូវធ្វើម៉េចអញ្ចឹងឥឡូវយើងមានដើម្បីរក c បានបើសិនជាយើងទាញរក c ធម្មតាគឺវាស្មើនឹង10ចែកជាមួយនឹង v អញ្ចឹងហីបាទ10ចែកជាមួយនឹង v អញ្ចឹងតើ v ហ្នឹងអីគេបាទ v ហ្នឹងគឺជាតម្លៃនៃល្បឿននេះកន្សោមយើងខាងលើនេះកន្សោមនេះអញ្ចឹងអាកន្សោមហ្នឹងដើម្បីគេឲ្យមកគឺគេឲ្យមកជា vector ផ្គួបអញ្ចឹងដើម្បីរកតម្លៃវាបាទយើងត្រូវប្រើរូបមន្តអីគេល្បឿន vector តម្លៃរបស់វាណាគឺ v ស្មើ vx ការ៉េបូកជាមួយនឹង vi ការ៉េរួចហើយយើងបំពាក់រឹសទៅលើវាណាអាហ្នឹងដើម្បីរកតម្លៃរបស់វាអញ្ចឹងឥឡូវយើងបានប៉ុណ្ណឹងអញ្ចឹងឥឡូវយើងមកគណនាទាំងអស់គ្នាអញ្ចឹងគេឲ្យគណនាទំហំស្កាឡេ c ហ្នឹងអញ្ចឹងទំហំស្កាឡេពាក្យថាទំហំស្កាឡេយើងស្គាល់ហើយចឹងទំហំស្កាឡេគឺជាតម្លៃប៉ុន្តែវាអត់បញ្ជាក់ពីទិសដៅអីទេណាតម្លៃវាប្រហែលគឺប៉ុណ្ណឹងហើយអាហ្នឹងគឺទំហំស្កាឡេយើងរៀនហើយអញ្ចឹងអានេះគ្រាន់តែជាពាក្យពេចន៍របស់គេទេប៉ុន្តែអ្វីដែលយើងត្រូវរកគឺរកតែតម្លៃ c ហ្នឹងមកគឺអូខេតើឥឡូវដើម្បីរកបាទ c ហ្នឹងបានទី1យើងត្រូវរកតម្លៃនៃ v សិនអញ្ចឹងអានេះគឺជាកន្សោមនៃ vector ល្បឿនដែលគេឲ្យខាងលើមកអញ្ចឹងដើម្បីរកតម្លៃល្បឿនគឺយើងគ្រាន់តែយកបាទអាតម្លៃវាមួយហ្នឹងតាមអា x និងតាមអា y ហ្នឹងយកវាមកលើកជាការ៉េមករួចហើយយើងបំពាក់រឹសវាអញ្ចឹងបាទពេលយើងសរសេរទៅបញ្ចេញពីរឹសមកបានសល់5ម៉ែត្រក្នុង1វិនាទីណាអាហ្នឹងគឺជាតម្លៃ v ពេលហ្នឹងហើយគឺយើងយកអា v ហ្នឹងយកមកជួសចូលនៅក្នុងនេះដូចខ្ញុំសរសេរមិញអញ្ចឹងអា cv នេះមានន័យថា c គុណជាមួយនឹង v អញ្ចឹង c តម្លៃដែលយើងត្រូវរក v គឺ5ម៉ែត្រក្នុងវិនាទីដែលយើងរកឃើញមិញនេះអញ្ចឹងជួសមកពេលដែលយើងទាញរក c អញ្ចឹងយើងបាន10ចែកនឹង5អញ្ចឹងហីអញ្ចឹង10ចែក5បានប៉ុន្មានបាន2អញ្ចឹងຂະຫນាតគឺ2វិនាទីហេតុអីបានຂະຫນាត2វិនាទីបាទឥឡូវយើងមើលអាភាគយកនេះគឺ10ម៉ែត្រអញ្ចឹងហីហើយអាភាគបែកនេះគឺ5ម៉ែត្រហើយក្នុង1វិនាទីបើយើងអត់គិតលេខទេយើងអត់គិតលេខទេណាយើងគិតតែអក្សរអញ្ចឹងអក្សរលើអក្សរក្រោមអានេះម៉ែត្រអាម៉ែត្រក្នុង1វិនាទីហ្នឹងមានន័យថាម៉ែត្រហើយលើវិនាទីទៀតអញ្ចឹងណាអញ្ចឹងមានន័យថាអានេះពភាគយើងបានម៉ែត្រគុណជាមួយនឹងអីគេវិនាទីនៅលើម៉ែត្រវិញចម្រាស់ណាអញ្ចឹងម៉ែត្រហើយម៉ែត្រនេះមិនស្រួលអស់អញ្ចឹងនៅសល់តែវិនាទីអញ្ចឹងຂະຫນាតយើងគឺចេញមកវិនាទីបាទហ្នឹងគឺការកំណត់ຂະຫນាតយើងមើលអញ្ចឹងកុំឲ្យថាអូពេលចេញមកຂະຫນាតវាគិតជាអីអញ្ចឹងអត់ដឹងបាទអញ្ចឹងយើងមើលអញ្ចឹងយើងមើលការគិតຂະຫນាតគឺយើងមើលទៅលើຂະຫນាតខាងលើຂະຫນាតខាងក្រោមតើអាណាដែលអាចសម្រួលគ្នាអស់យើងសម្រួលមកហើយបើថាសម្រួលមិនកើតទេដាក់ទាំងមូលមកຂະຫນាតវាអញ្ចឹងតែម្ដងហ្នឹងណាបាទអញ្ចឹងបាទតម្លៃ c យើងឃើញ2វិនាទីប៉ុណ្ណឹង